គ្រាន់តែបើកក្បាលវីដេអូមកជឿជាក់ថាបងប្អូនប្រកាសជាបានស្គាល់យ៉ាងជាច្បាស់ពីរូបនេះគឺនាងតូចចេណានរោត្តមចេណាមានរូបរាងស្រស់ស្អាតពីកំណើតមានទេពកោសល្យមានដុងសិល្បៈចេណាអាចចេះច្រៀងរាំបានជាពិសេសចេណាគឺជានាដការីរបាំបុរាណយ៉ាងស្ទាត់ជំនាញថែមទៀតផងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គឺស្រឡាញ់និងចូលចិត្តនាងតូចចេណាជាខ្លាំងព្រោះតែនាងតូចចេះច្រៀងចេះរាំសម្ដែងជូនបងប្អូនទាំងគ្នាទស្សនាជាពិសេសជារឹករស់រាយរាក់ទាក់ភាពថ្លៃថ្នូររបស់នាងតូចចេណាដែលធ្វើឲ្យនាងតូចទទួលបានការស្រឡាញ់ចូលចិត្តពីបងប្អូនប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈតែម្ដងការចិញ្ចឹមបីបាច់ថែរក្សាអប់រំណែនាំបង្ហាញផ្លូវគឺជាគន្លឹះមួយយ៉ាងសំខាន់រួមផ្សំជាមួយនឹងចរិតកំណើតធម្មជាតិថែមទៀតនោះធ្វើឲ្យនាងតូចចេណារស់នៅក្នុងភាពរស់រវើកដែលគេគ្រប់គ្នាសម្លឹងមើលទៅនាងតូចដោយក្តីស្រឡាញ់គោរពទាំងអស់គ្នាតែម្ដងគ្មាននរណាម្នាក់ដែលក្រឡេកទៅឃើញនាងតូចចេណាមានកន្លែងត្រង់ណាដែលទោះខុសនោះទេកន្លងមកការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមនានាប្រកបដោយភាពទន់ភ្លន់និងថ្លៃថ្នូរគ្រប់កិច្ចការទាំងអស់ដែលនាងតូចបានចូលរួមទោះបរិយាយ៉ាងណាក៏មិនអស់អំពីសេចក្តីល្អរបស់នាងតូចចេណាទាំងរូបសម្រស់ពីធម្មជាតិទាំងចរិតមាយាទថែមទៀតផងនៅមុននេះបន្តិចនៅថ្ងៃទី27ខែមេសាឆ្នាំ2025នាងតូចចេណាបានសរសេរបង្ហោះសារពីការដើរលេងកម្សាន្តរបស់នាងតូចនៅឯកោះក្នុងកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរជាមួយក្រុមគ្រួសារនិងក្រុមការងារមានការសប្បាយរីករាយនិងបានគយគន់ទេសភាពធម្មជាតិស្រស់ត្រកាលនៅទីនោះនាងតូចចេណាបានសរសេររៀបរាប់យ៉ាងដូចនេះថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខ្ញុំនិងគ្រួសារព្រមទាំងក្រុមការងារបានធ្វើដំណើរកម្សាន្តមួយថ្ងៃមួយយប់ទៅកោះរ៉ុងជិះទូកគយគន់ទេសភាពដែលមានផ្ទៃសមុទ្រល្វឹងល្វើយឆ្នេរខ្សាច់សក្បុសខ្យល់បរិសុទ្ធម្ហូបអាហារមានឲ្យជារសជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយរសាយអស់ភាពហត់នឿយគួរឲ្យស្ដាយណាស់ដែលខ្ញុំពុំមានពេលវេលាច្រើនដើម្បីសម្រាកសម្រានឲ្យបានយូរប៉ុន្តែខ្ញុំសង្ឃឹមថានឹងមានឱកាសមកទីនេះម្ដងទៀតក្នុងវេលាក្រោយៗជាមិនខានសូមអរគុណ Mafia Resort Cambodia ដែលបានទទួលស្វាគមន៍ខ្ញុំនិងក្រុមការងារបានយ៉ាងកក់ក្ដៅជាមួយកន្លែងស្នាក់នៅដ៏មានផាសុកភាពនិងម្ហូបអាហារសមុទ្រស្រស់ៗថ្មីៗជាច្រើនមុខនិងសកម្មភាពកម្សាន្តនានាដែលធ្វើឲ្យខ្ញុំបំភ្លេចមិនបាននិងចង់ទៅម្ដងទៀតនាពេលក្រោយ